ជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញតាក់ទងជាមួយនឹងវីតាមីន B complex អញ្ចឹងយើងនិយាយជាភាសាខ្មែរបើយើងងាយយល់គឺវីតាមីន B ចម្រុះចាអញ្ចឹងវីតាមីន B វាមានរហូតដល់8ប្រភេទគឺវីតាមីន B1 B2 B3 B5 B6 B7 B9 និង B12 ចាពីចឹងគឺយើងឮ B12 ច្រើនជាងចាអញ្ចឹងវីតាមីន B គឺទាំងអស់មាន8ចាហើយវីតាមីន B នេះគឺវាមានចម្រុះនៅក្នុងវីតាមីន B complex នេះផងដែរចាអញ្ចឹងមានន័យថាវីតាមីន B របស់យើងហ្នឹងគឺវាមានគេហៅថាជំនួយទៅដល់អីខ្លះថាមានមុខងារទៅដល់សារធាតុរាងកាយរបស់យើងណាជំនួយទៅដល់អ្វីខ្លះទី1គឺវីតាមីន B ហ្នឹងមានមុខងាររបស់វាជួយទៅដល់រាងកាយមួយទី1គឺជំនួយទៅដល់សុខភាពកោសិការាងកាយរបស់យើងទី2ជួយទៅដល់ការលូតលាស់នៃក្របឈាមក្រហមទី3ជំនួយទៅដល់ធម៌ពលទី4ជំនួយទៅដល់ភ្នែករបស់យើងហើយជំនួយទៅដល់មុខងារខួរក្បាលចាហើយជំនួយទៅដល់ប្រព័ន្ធរំលាយអាហារនិងជំនួយទៅដល់អរម៉ូននៃរាងកាយរបស់យើងហើយជំនួយទៅដល់បេះដូងហើយនិងសាច់ដុំរបស់យើងផងដែរចាហើយតកតងជាមួយនឹងអ្នកដែលគាត់មានរោគសញ្ញាខ្វះវីតាមីនចម្រុះវីតាមីន B នេះគឺមានអាការៈបែបណានិងមុខសញ្ញាបែបណាគឺខ្ញុំសូមបង្ហាញទី1គឺគាត់មានកន្ទួលនៅលើស្បែករបស់គាត់ហើយនឹងមានបញ្ហាប្រេះនៅជុំវិញមាត់របស់គាត់ហើយនឹងអណ្ដាតរបស់គាត់ហ្នឹងមានសញ្ញាហើមឬក៏គេហៅថាគាត់មានភាពនឿយហត់ឬក៏សោយឆាប់អស់កម្លាំងលហិតលហែងអីចឹងទៅហើយកង្វះនៅក្របឈាមក្រហមនៅក្នុងខ្លួនរបស់គាត់ហើយនឹងគេហៅថាក្អួតនឹងចុកពោះហើយនឹងរាកហើយនឹងគេហៅទល់លាមកហើយនឹងស្ពឹកដៃស្ពឹកជើងផងដែរចានេះគឺជារោគសញ្ញាធ្វើឲ្យយើងដឹងថាយើងកង្វះនៅវីតាមីន B ចាអញ្ចឹងនេះគឺជាប្រភេទវីតាមីន B complex ដែលជាវីតាមីន B ចម្រុះដែលបងប្អូនត្រូវតែញ៉ាំចាគេហៅថាត្រូវតែទទួលទានដើម្បីបំពេញនៅរាងកាយរបស់យើងឲ្យវាមានវីតាមីន B ចម្រុះបានគ្រប់គ្រាន់ហើយធ្វើឲ្យរាងកាយរបស់យើងរឹងមាំផងដែរចាអញ្ចឹងនៅក្នុងគេហៅវីតាមីន B ហ្នឹងគឺនៅក្នុងចំណីអាហារពពុះអីគេខ្លះទី1គឺវានៅក្នុងប្រភេទសុទ្ធពងមាន់ពងទាឬក៏ប្រភេទខ្លើមសត្វចាហើយក្រលៀនសត្វចាហើយមួយទៀតគឺប្រភេទសាច់មាន់សាច់ក្រហមដូចជាសាច់គោសាច់ចៀមសាច់អីអញ្ចឹងទៅជាប្រភេទសាច់ដែលក្រហមចាហើយនឹងត្រីសាម៉ុនហើយត្រីធូណាហើយជាប្រភេទស្ពៃចាស្ពៃមានពណ៌ខៀវជាដើមផងដែរហើយប្រភេទមើចាហើយមើមចែនមើមនៃក្រហមមើមចែនចាហើយក្របចន្ទីចាក្របអាមុនអីចឹងទៅក្របអាលឹកក្របលពៅចាហើយនៅក្នុងផ្លែអាលឹកហើយនឹងចេកហើយនឹងទឹកដោះគោចាអញ្ចឹងនេះគឺជាប្រភេទអាហារដែលផ្ទុកនៅវីតាមីន B ចាច្រើនដែលធ្វើឲ្យយើងពេលដែលយើងញ៉ាំចំណីអាហារហ្នឹងទៅយើងទទួលបានវីតាមីន B តែយើងសាកសម័យមើលថាយើងបានញ៉ាំរាល់ថ្ងៃអត់ទេបងប្អូនពេលខ្លះយើងរវល់ខ្លាំងយើងអត់មានពេលទៅទិញញ៉ាំទេឬក៏យើងខ្វះថវិកាក្នុងការទិញយកមកញ៉ាំរាល់ថ្ងៃចាដោយសារអីវាចំណាយច្រើនទៅលើពពុះអាហារដូចខ្ញុំបានរៀបរាប់មិញហ្នឹងណាដែលវាមានផ្ទុកនៅវីតាមីន B ហ្នឹងអញ្ចឹងបងប្អូនដែលគាត់ខ្លាចចំណាយច្រើនហើយគាត់ចង់សេវលុយឲ្យបានគេហៅថាបានរឿងច្រើនដែរអញ្ចឹងគាត់អាចទិញវីតាមីន B ដែលជាប្រភេទអាហារឬក៏វីតាមីនដែលសម្បូរទៅដោយវីតាមីន B complex ឬក៏ B ចម្រុះនេះបានគឺយើងកាត់បន្ថយការចំណាយបានច្រើនហើយវាទទួលបានវីតាមីន B ចម្រុះនៅក្នុងរាងកាយរបស់យើងដូចគ្នាហើយងាយស្រួលយើងទៅណាក៏យើងអាចយកទៅតាមខ្លួនញ៉ាំបានគ្រប់ពេលគ្រប់វេលាចាអញ្ចឹងបងប្អូនអាចទទួលទានជាមួយនឹងវីតាមីន B complex ឬក៏វីតាមីន B ចម្រុះនេះបានហើយធ្វើឲ្យរាងកាយរបស់បងប្អូនគឺមានសុខភាពល្អហើយសម្រាប់មួយទៀតវីតាមីន B នឹងស័ក្តិសមបំផុតសម្រាប់អ្នកដែលគាត់ប្រើថ្នាំពេទ្យជាប្រចាំគាត់អាចនឹងបាត់បង់នៅគេហៅថាវីតាមីននៅក្នុងរាងកាយរបស់គាត់ធ្វើឲ្យគាត់មានបញ្ហាដូចខ្ញុំនិយាយខាងលើនឹងអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាញ៉ាំថ្នាំជាប្រចាំហើយអាសាអស់កម្លាំងហើយសោយចាស័ក្តិសមបំផុតជាមួយនឹងវីតាមីន B ចម្រុះនេះបងប្អូន